ដើមមួយនេះឈឺមិនតិចឆ្នាំនេះដូចជាប្រហែលជា2-3ឆ្នាំអីហើយមិនតិច2-3ឆ្នាំខ្ញុំប្រើពេលយូរដែរ3ឆ្នាំតែបើដាំថ្មីបានដើមស្អាតតែវាបានដើមទូចអញ្ចឹងអានេះវាជាជម្រើសមួយដែរយើងចូលចិត្តចំណាយពេលថែវាដើម្បីវាសល់គល់ធំតែដើមនៅសភាពឈឺឃើញនៅសភាពឈឺចឹងវាអត់ទាន់ល្អមែនតើនេះមិនតែវាល្អប្រសើរច្រើនចឹងឆ្នាំនេះចាំតែងបែកអីវាស្អាតយកផ្លែវាខ្លះតាមពិតទៅយកតាំងឆ្នាំទៅមិនដែរអត់បានយកវាហើយមើលទៅចង់ទុកវាមួយឆ្នាំទៀតអញ្ចឹងគោសម្រាប់ថាអត់យកដល់ឆ្នាំទៅអញ្ចឹងឆ្នាំនេះធ្វើវាដើម្បីយកផ្លែគោឃើញថាសុខភាពដើមវាមាំទាំឡើងវិញហើយវាលាស់ត្រួយលាស់អីមកវិញហើយអីវាដើរស្អាតតបៅអីជាសះមកវិញហើយដោះពីពងកាត់វាមកកណាត់ចោលពីពងដោះមក3ចឹងនឹងត្រូវកាត់វាចោលឬក៏ចងវាភ្ជាប់ចាំមើលជាក់ស្ដែងនេះស្អាតស្លាកស្នាមតបៅអស់វិធានមើលទៅទៀតបានកាត់វាតែងវាចេញស្អាតចាស់វាអស់លេងមិនលើនោះសម្រាប់ថាចងភ្ជាប់វាឲ្យវាទៅជាដើមតែមួយកុំឲ្យវាទៅដើមគ្នាធ្វើប្រធានវិញចុងកពូនោះកាត់ចោលទុកតែប៉ុណ្្នឹងទេកពស់គឺទុកអត់ខ្ពស់ទេទុកយកដាក់ចដានោះហើយមកចំហទៀតគឺបានអញ្ចឹងសម្រាប់ចកានេះគឺភាពស័ក្តិសមវាគឺប៉ុណ្ណឹងស័ក្តិសមបំផុតនោះគឺសម្រាប់ម្ចាស់ចកាហ្នឹងមកឡើងអត់រួចពោះពេកខ្លាច់ធ្លាក់ទៀបធ្លាក់រៀងស្រាលតិចតោះនេះធានាបើគិតទៅអាចុងដែលមើលឃើញលំនោះខុសគ្នាប្រហែលជាខ្ទង់2 ម៉ែត្រជាងទៅ3 ម៉ែត្រមិនធានាហ្នឹងជាងដែលហេតុថាដើមទៅហ្នឹងគឺវាខ្ពស់ហើយធំដូចជាផ្សារដើមនោះធំហ្នឹងកាត់វាមកកណាត់ចោលនៅឃើញខ្ពស់ទៀតអញ្ចឹងវាប្រឹងលូតធ្វើម៉េចស្មើលើនោះអាមើលឃើញចុងលំហ្នឹងអញ្ចឹងដើមវាខ្ពស់នេះកាត់អស់មកកណាត់ហើយវាឈឺគឺសម្រាប់ចិត្តកាត់មកកណាត់ចោលមកហើយមេឃនេះអីកណាត់កាត់ទៅហើយវាហើយនេះត្រូវថ្ងៃធ្វើអីមេឃណាប្រេះអស់ឥឡូវវាដុសសាច់មកវិញខ្លះមកជាហៀងអស់នេះគឺមើលប្រេះតាំងពីគល់ទៅមកចឹងតោះហ្នឹងវាត្រូវថ្ងៃប្រេះខូចអស់វាហៀងតែនេះវាចាប់ដើមដុះសាច់មកវិញចឹងរំពឹងថាប្រហែលជាខ្ទង់2 ឆ្នាំទៀតដែលត្រូវវាដុះមកចិត្តវិញមិនលើនោះក៏ចឹងដែរឲ្យតែកាត់ហើយវាត្រូវថ្ងៃដូចនៅក្បាលទៅពេកឈរ5 ថ្ងៃបែខូចអស់តែវាដុះសាច់មកវិញ
មើលប្រេះវាច្រើនដែរហើយតែមិនដែរវាអត់មានអីបាំងគឺប្រេះពុកកាត់នឹងអត់មានលេបថ្នាំលេបអីការពារអីទុកចោលវាប្រេះចូលនោះសង្កប់មែកអានេះដោះសាច់វិញចិត្តប្រហោងកហូដោះមកចង់ចិត្តវិញហើយប្រេះដល់គោលដែរនេះក៏ប្រេះដែរប្រេះទាំងអស់អត់មានមែកណាមួយដែលអត់ប្រេះពុកកាត់ទៅវាខាងលើវាអត់មានដបូលអញ្ចឹងត្រូវក្តៅត្រូវនេះមកប្រេះនេះចងអញ្ចឹងកាត់វាមិនក៏3 ដើមកពូលដុសមកអញ្ចឹងជឿកាត់វាចោលស្ដាយចងវាមកចងវា2 ម៉ែត្រ2កពូលហ្នឹងឲ្យវាទៅតែមួយដល់ឃើញនេះវានៅយ៉ាងស្អាតដែរហើយតែមួយវាបើចំហៀងវាបើចំហៀងខ្លាចវាអាយ៉ាអញ្ចឹងតើយកអាស័យចងអបវាចាំយកអាស័យចងអបវាថែមមួយទៀតអាទូចនេះទុកជាប់ហើយអានេះមែនតើទៅចាំមើលវាធំតិចអាចនឹងកាត់វាចោលវិញឬក៏យើងកាត់អាមែកធំនេះឬក៏អាចកាត់អានឹងចោលវិញព្រោះអីចន្លោះវានេះគឺទូចហើយ2 ធ្នំអញ្ចឹងអាចថាមួយឆ្នាំ2ទៀតវាដុះមកចិត្តគៀបអាហ្នឹងអញ្ចឹងវាគៀបចាំមើលសភាពវាជាក់ស្ដែងតើវាអាចប៉ះពាល់អត់វាធ្វើឲ្យលាកទៅអត់តែបើសិនជាអាមែកនេះវាអាចងាកមកនេះបន្តិចអានេះងាកទៅនោះបន្តិចវាអាចផុតនឹងចាំមើលជាក់ស្ដែង2 ឆ្នាំទៀតណា